រឿងជីវិតកុមារសុផាតកាលពីប៉ុន្មានឆ្នាំមុនគ្រួសារសុផាតបានជួបគ្រោះថ្នាក់ដោយសារជន់មីនមួយដ៏រន្ធត់ឪពុកម្ដាយរបស់សុផាតបានស្លាប់នៅក្នុងឧបវហេតុនោះនៅសល់តែសុផាតដែលនៅតូចសន្លប់បាត់ស្មារតីត្រូវបានសង្គ្រោះសុផាតរស់នៅជាមួយម្ដាយមីងរបស់គេតាំងពីជួបហេតុការណ៍ដ៏អាក្រក់នោះមកសុផាតខ្លាចទៅជាក្មេងស្រងោតស្រងាត់ហើយត្រចៀករបស់គេស្ដាប់មិនសូវឮឡើយមីងរបស់សុផាតមិនបានយកចិត្តទុកដាក់នឹងសុផាតប៉ុន្មានទេដោយគាត់រវល់នឹងការងារហើយនឹងមើលកូនរបស់គាត់ពេលខ្លះសុផាតមិនបានញ៉ាំបាយក៏គាត់មិនខ្វល់ដែរហើយស្ដីបន្ទោសសុផាតជានិច្ចសុផាតគ្មាននរណាម្នាក់លេងជាមួយគេឡើយសូម្បីតែបងប្អូនជីដូនមួយរបស់គេដល់ថ្ងៃវិសមកាលថ្មីសុផាតឃើញប្អូនជីដូនមួយស្លៀកពាក់ឯកសណ្ឋានស្ពាយកាតាបទៅសាលារៀនសុផាតបានសុំម្ដាយមីងរបស់គេចូលរៀនដែរតែមីងរបស់គេស្រែកខ្លាំងដាក់ចិត្តត្រចៀកគេថាឯងថ្លង់អញ្ចឹងរៀនមិនកើតទេនៅចាំផ្ទះមីងជូនប្អូនទៅរៀនសុផាតតែងតែលបមើលតាមរបងសាលារៀនរហូតគេស្ដាប់មិនសូវឮថាគេនិយាយអ្វីទេតែពេលខ្លះគេឮយ៉ាងច្បាស់ពេលសិស្សអានឮកខកសុផាតញញឹមនឹងនិយាយតាមគេដែរថ្ងៃមួយលោកនាយកសាលាបានឃើញសុផាតគាត់មានអារម្មណ៍ភាំងនិងរំជួលចិត្តជាខ្លាំងពេកពេលឃើញសុផាតធ្វើដូចនេះរូបរាងនិងមុខមាត់របស់សុផាតគួរឲ្យអាណិតគាត់ដើរទៅជិតហើយហៅកូនប្រុសតើកូនធ្វើអ្វីនៅទីនេះសុផាតឃើញមាត់គាត់និយាយម្ហូបតែគេស្ដាប់មិនឮនោះទេសុផាតលើកដៃសំពះហើយផ្អៀងត្រចៀកចាំស្ដាប់ម្ដងទៀតលោកនាយកដឹងភ្លាមថាកុមារនេះមានបញ្ហាត្រចៀកហើយគាត់ក៏និយាយខ្លាំងបន្តិចហេតុអ្វីក៏កូននៅទីនេះសុផាតឮហើយតបខ្ញុំមកមើលគេរៀនព្រោះមីងអត់ឲ្យខ្ញុំរៀននោះទេលោកនាយកសួរនាំសុផាតនិងឲ្យសុផាតនាំទៅជួបមីងរបស់គេលោកនាយកក៏ដឹងរឿងរ៉ាវទាំងអស់គាត់អាណិតសុផាតខ្លាំងឡើងហើយចង់ជួយឲ្យសុផាតបានចូលរៀននឹងគេដែរលោកនាយកបានប្រជុំពិសេសជាមួយលោកគ្រូអ្នកគ្រូថ្នាក់ទី1ដើម្បីអាចឲ្យសុផាតចូលរៀននៅថ្នាក់ណាមួយបានអ្នកគ្រូម្នាក់បានសម្រេចចិត្តយកសុផាតតែគាត់មានផលវិបាកត្រង់ថាសិស្សរបស់គាត់នឹងមិនសប្បាយចិត្តនោះឡើយអ្នកគ្រូនាំសុផាតចូលទៅក្នុងថ្នាក់ហើយនិយាយទៅសិស្សទាំងអស់សួស្ដីកូនទាំងអស់គ្នាថ្ងៃនេះយើងមានមិត្តថ្មីមករៀនជាមួយយើងគេឈ្មោះសុផាតសិស្សទាំងអស់មិនសប្បាយចិត្តនោះឡើយព្រោះគេស្គាល់និងដឹងថាសុផាតជាមនុស្សថ្លង់អ្នកគ្រូនិយាយបន្ថែមសុផាតស្ដាប់មិនសូវឮទេដូចនេះគាត់ត្រូវឲ្យអង្គុយខាងមុខសិស្សក្នុងថ្នាក់មើលមុខគ្នាដោយមិនពេញចិត្តឲ្យសុផាតនៅក្នុងថ្នាក់នោះឡើយជាពិសេសអង្គុយមុខគេមិនចង់ឲ្យកន្លែងអង្គុយទៅសុផាតដែរអ្នកគ្រូដឹងហើយក៏មិនចង់បង្ខំសិស្សរបស់គាត់ដែរគាត់ឲ្យសុផលអង្គុយកន្លែងរបស់គាត់បណ្ដោះអាសន្នសិនគាត់បានយកសៀវភៅរឿងមួយមកអានឲ្យសិស្សរបស់គាត់ស្ដាប់រឿងនោះគឺរឿងកូនទន្សាយពិបាកអត្ថន័យនៃរឿងគីកូនទន្សាយមិនមានអ្នកលេងជាមួយមិនមានអ្នកឲ្យចំណីវាស្គមទៅរហូតអស់ជីវិតអានចប់សិស្សទាំងអស់ខ្លះស្រក់ទឹកភ្នែកខ្លះស្រងោតស្រងាត់អាណិតកូនទន្សាយតូចដែលមិនដឹងអីពួកគេក៏យល់ថាសុផាតពេលនេះគឺប្រៀបដូចជាកូនទន្សាយនោះដែរសុកដែលអង្គុយមុខគេក្រោកឡើងហើយនិយាយអ្នកគ្រូខ្ញុំសុកចិត្តឲ្យសុផាតអង្គុយទីនេះខ្ញុំអាចទៅអង្គុយក្រោយបានអ្នកគ្រូមិនទាន់និយាយតបផងសិស្សទាំងអស់ទះដៃរីករាយស្វាគមន៍សុផាតមកអង្គុយកន្លែងសិស្សសុផាតសប្បាយចិត្តណាស់ហើយគេក៏បានចូលរៀនតាំងពីពេលនោះមក